ម្ហូបមីមុខនេះញ៉ាំជាមួយបាយក៏ត្រូវបើខ្លែមជាមួយស្រាសថ្នាថ្នាំឬក៏អាចជាក់នឹងក៏ឆ្ងាញ់ដែរជម្រាបសួរក៏ដូចជាសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Channel Page Siam Mission ក្នុងថ្ងៃនេះខ្ញុំសូមបង្ហាញជូនបងប្អូនទាំងគ្នាពីវិធីឆាង៉ាំង៉ូវជាមួយសាច់មាន់ឬក៏ឆាសាច់មាន់ជាមួយង៉ាំង៉ូវអញ្ចឹងចង់ដឹងថាតើឆាង៉ាំង៉ូវជាមួយសាច់មាន់នេះមានវិធីឬក៏តិចនិចឆាបែបណាខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅមើលពីគ្រឿងផ្សំនិងវិធីឆាទាំងអស់គ្នាម្ហូបមីមុខនេះមានគ្រឿងផ្សំតិចមែនតើក្នុងនោះមានដូចជាសាច់មាន់សម្រាប់សាច់មាន់នេះបើសិនជាបងប្អូនមានមាន់ស្រែទៀតគឺអែមខ្លាំងមែនតើអញ្ចឹងសាច់មាន់បងប្អូនធ្វើការកាប់ជាដុំតូចធំទៅតាមការពេញចិត្តមកហើយគ្រឿងផ្សំបន្តទៀតគឺមានជាមួយនឹងខ្ទឹមសគល់ខ្ទឹមម្ទេសហើយនិងល្ខោចសើចសម្រាប់ម្ទេសនេះបងប្អូនចូលចិត្តច្រើនដាក់ច្រើនមកណាម្ទេសណាក្រូចង៉ាំង៉ូវនេះដាក់មួយផ្លែពីរផ្លែទៅតាមបរិមាណនិងទៅតាមការចូលចិត្តរបស់បងប្អូនបន្ថែមជាមួយគ្នានោះគឺមានជាមួយនឹងល្ខ្ទឹមគ្រឿងផ្សំខ្ញុំបានរៀបរាប់ក៏ដូចជារៀបចំរៀបរយហើយអញ្ចឹងនាំអារម្មណ៍បងប្អូនទៅទស្សនាពីវិធីឆាទាំងអស់គ្នាជាដំបូងឡើយយើងចាក់ខ្លាញ់ឬក៏ប្រេងឆាចូលមកក្នុងខ្ទះទឹករបស់យើងមកបន្តិចក្រោយមកនៅពេលដែលប្រេងឆាឬក៏ខ្លាញ់របស់យើងបានក្តៅហើយបងប្អូនចាប់ដើមធ្វើការដាក់មាន់របស់យើងមកបំពងមកកំឡុងពេលដែលបំពងមាន់នេះបងប្អូនយើងអាសាពិនិត្យមើលទៅលើមាន់បំពងបងប្អូនណាអាសាប្រែប្រួលជ្រោយត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យមាន់បំពងរបស់យើងនឹងស្រួយក៏ដូចជាក្រហមនិងឆ្អិនបានល្អអញ្ចឹងឆ្លងកាត់ការបំពងមាន់អស់រយៈពេលជាយូរមកឃើញថាយើងត្រឡប់ចុះត្រឡប់ឡើងរហូតដល់មាន់របស់យើងបានក្រហមក៏ដូចជាមើលទៅឃើញស្រួយក៏ដូចជាឆ្អិនល្អហើយបងប្អូនចាប់ដើមដួសមាន់របស់យើងហ្នឹងបាទទុកដាក់ឲ្យវាស្រស់ខ្លាញ់មើលលើសិនមកណាបងប្អូនណាក្រោយពីបានស្រង់សាច់មាន់បំពងដែលយើងបានបំពងឆ្អិនរួចរាល់ហ្នឹងទុកឲ្យវាស្រស់ខ្លាញ់មើលលើហើយការងារបន្តបងប្អូនយើងចាប់ដើមធ្វើការចាក់គ្រឿងទេសរបស់យើងទាំងនេះចូលមកក្នុងខ្ទះរបស់យើងហើយធ្វើការរំលីងគ្រឿងទេសទាំងអស់នេះឲ្យបានឆ្អិនល្អក៏ដូចជាឈ្ងុយល្អយើងធ្វើការរំលីងគ្រឿងទេសរបស់យើងនេះរហូតតតែឃើញថាគ្រឿងទេសរបស់យើងបានឆ្អិនក៏ដូចជាឈ្ងុយល្អហើយបងប្អូនចាប់ដើមដាក់គ្រឿងផ្សំរបស់យើងបន្តទៀតនោះគឺបាទក្រូចង៉ាំង៉ូវរបស់យើងនេះឯងចំពោះក្រូចង៉ាំង៉ូវនេះបងប្អូនដាក់បានល្មមសិនទៅខ្លាចជូរខ្លាំងណាបន្តមកទៀតយើងចាប់ដើមដាក់ជាមួយនឹងគ្រឿងផ្សំរបស់យើងចូលមកមានទឹកត្រីបន្តពីទឹកត្រីគឺមានជាមួយនឹងប្រេងខ្យងចំពោះប្រេងខ្យងនេះដាក់ទៅតាមការចូលចិត្តរបស់បងប្អូនមកបន្តពីដាក់ប្រេងខ្យងហើយដោយសារខ្លាចខ្លោចគ្រឿងអញ្ចឹងយើងធ្វើការត្រឡប់ប្រេងខ្យងជាមួយគ្រឿងផ្សំទឹកត្រីបាញ់មិញហ្នឹងមកចូលគ្នាបន្តិចសិនបន្តពីនេះយើងចាប់ដើមដាក់គ្រឿងផ្សំរបស់យើងបន្តមកទៀតគឺមានជាមួយស្ករសបាទស្ករសដាក់តាមការចូលចិត្តដូចគ្នាតពីស្ករសគឺ BJ របស់យើងតពី BJ គឺម្សៅស៊ុបបន្តពីនេះបើសិនជាបងប្អូនមានម្ទេសឆាបងប្អូនអាចធ្វើការបន្ថែមម្ទេសឆាដើម្បីបង្កើនរសជាតិគ្រឿងរបស់យើងនឹងឲ្យកាន់តែមានឲ្យជារសឈ្ងុយឆ្ងាញ់អញ្ចឹងបន្ទាប់ពីយើងបង់គ្រឿងរួចរាល់ហើយបងប្អូនធ្វើការរំលីងគ្រឿងរបស់យើងឲ្យបានឆ្អិនចូលគ្នាល្អមកនៅត្រង់ចំណុចនេះបងប្អូនអាចធ្វើការបន្ថែមទឹកបានទៅតាមការចូលចិត្តរបស់បងប្អូនណាអញ្ចឹងបន្ទាប់ពីគ្រឿងរបស់យើងបានឆ្អិនល្អក៏ដូចជាចូលជាតិគ្នាល្អហើយបងប្អូនចាប់ដើមធ្វើការដាក់មាន់បំពងរបស់យើងនឹងចូលមកក្នុងគ្រឿងរបស់យើងនេះទាំងអស់មកបន្តទៀតក្រោយពីយើងធ្វើការដាក់មាន់បំពងរបស់យើងចូលមកក្នុងគ្រឿងរួចរាល់ហើយបងប្អូនយើងចាប់ដើមលីងមាន់បំពងរបស់យើងជាមួយនឹងគ្រឿងផ្សំទាំងមូលរបស់យើងនឹងឲ្យបានឆ្អិនសព្វចូលគ្នាក៏ដូចជាចូលជាតិគ្នាបានល្អអញ្ចឹងគណៈពេលដែលយើងលីងមាន់បំពងរបស់យើងនេះគឺយើងត្រូវប្រើពេលលីងឲ្យយូរបន្តិចទៅបងប្អូនណាដើម្បីឲ្យគ្រឿងផ្សំទាំងមូលក៏ដូចជាមាន់បំពងរបស់យើងនឹងបានចាប់ជាតិចាប់ជើចូលគ្នាបានកាន់តែឆ្ងាញ់ពីមួយកម្រិតទៅមួយកម្រិតទៀតតែកាលណាយើងលីងមួយផ្លែតហើយលើកចេញគឺវាអត់តន់ចូលជាតិនេះល្អទេអញ្ចឹងណាបងប្អូនបាទអញ្ចឹងធម្មតាម្ហូបគឺយើងត្រូវការប្រើពេលចាំប្រើពេលឆាប្រើពេលលីងរហូតតតែគ្រឿងរបស់យើងនឹងបានឆ្អិនចូលគ្នាចប់សពគ្រប់ទើបយើងទទួលបានមាន់ឆាង៉ាំង៉ូវរសជាតិឆ្ងាញ់យកតែមែនតែនសម្រាប់បងប្អូនដែលមិនទាន់បានចុច like ក៏ដូចជា subscribe កុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី channel និង page របស់ខ្ញុំបាទជាបន្តមួយសន្ទុះក្រោយមកបន្ទាប់ពីឃើញថាមាន់ឆាង៉ាំង៉ូវបងប្អូននេះបានឆ្អិនក៏ដូចជាចូលជាតិគ្នាបានល្អហើយបងប្អូនយើងធ្វើការផ្លោះទៅលើរសជាតិទៅថាតើរសជាតិហ្នឹងត្រឹមត្រូវតាមការចូលចិត្តហើយឬនៅបើថាមិនទាន់ត្រឹមត្រូវទេអាចធ្វើការថែមង៉ាំង៉ូវឬក៏ថែមគ្រឿងទៅតាមការចូលចិត្តរបស់បងប្អូនក្រោយពីផ្លោះរសជាតិត្រឹមត្រូវហើយបងប្អូនយើងធ្វើការបន្ថែមជាមួយល្ខ្ទឹមរបស់យើងមកដើម្បីបង្កើនរសជាតិបាទឆាង៉ាំង៉ូវមាន់របស់យើងហ្នឹងឲ្យកាន់តែមានរសជាតិឆ្ងាញ់ក៏ដូចជាឈ្ងុយល្អអញ្ចឹងមាន់ឆាង៉ាំង៉ូវរបស់ខ្ញុំនេះគឺបានចប់សពគ្រប់ហើយសង្ឃឹមថាបងប្អូននឹងតន់អ្វីដែលខ្ញុំបានបញ្យល់ក៏ដូចជាអធិប្បាយក្នុងវីដេអូនេះបើសិនជាការអធិប្បាយរបស់ខ្ញុំមានការរអាក់រអួលឬក៏ខុសឆ្គងត្រង់ចំណុចណាមួយក៏សូមមេត្តាខន្តីនិងអភ័យទោសម្ហូបខ្លែមនេះឆ្អិនហើយខ្ញុំមានសាច់ខ្លែមហើយណាបងប្អូនមានអាជាក់នៅអញ្ចឹងគេយើងជុំគ្នាហ្នឹងហើយនិយាយលេងទេបងប្អូនអរគុណច្រើនជួបគ្នានៅវីដេអូក្រោយជម្រាបលា